ធ្លាប់មានអារម្មណ៍ដែលទេថាជីវិតនោះធ្ងន់ដូចជាយើងយកអ្វីៗគ្រប់យ៉ាងមកដាក់លើស្មាគ្រប់ពេលបើអ្នកជាមនុស្សម្នាក់ដែលមានអារម្មណ៍បែបនេះថ្ងៃនេះយើងនឹងមានដំណោះស្រាយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់បុណ្យ Mindset Channel យើងខ្ញុំនឹងចែករំលែកគំនិតល្អៗមេរៀនជីវិតនិងទស្សនៈថ្មីៗដែលនឹងជួយអ្នកក្នុងការព្យាយាមធ្វើអ្វីៗដើម្បីកែប្រែអាកប្បកិរិយារបស់អ្នកនិងស្វែងរកជីវិតដែលប្រសើរជាងមុនតាមវិធីផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងវគ្គនេះយើងនឹងពិភាក្សាអំពីប្រធានបទនៃការបញ្ឈប់គំនិតទូពិភពលោកដែលជាគំនិតមួយដែលនឹងធ្វើឲ្យជីវិតរបស់អ្នកស្រាលជាងមុនភ្លាមៗដែលជាគំនិតដែលខ្ញុំជឿថាអាចជំរុញឲ្យមានគំនិតមួយហើយថែមទាំងអាចផ្លាស់ប្ដូររបៀបដែលអ្នកមើលពិភពលោកនិងបន្ទុកនៅក្នុងចិត្តរបស់អ្នកហេតុអ្វីបានជាការលះបង់បន្ទុកដែលមិនចាំបាច់មានសារៈសំខាន់ព្រោះជីវិតតែងតែផ្ដល់ឧបសគ្គដល់យើងហើយបើយើងកាន់អ្វីៗដោយមិនចាំបាច់វានឹងធ្វើឲ្យយើងហត់នឿយបាក់ទឹកចិត្តនិងមើលមិនឃើញសុភមង្គលជុំវិញខ្លួនយើងការរៀនបណ្ដោយខ្លួននឹងជួយយើងមិនត្រឹមតែឆ្លងកាត់វាប៉ុណ្ណោះទេប៉ុន្តែថែមទាំងរីកចម្រើនពីបទពិសោធន៍ទាំងនោះផងដែរនៅក្នុងវគ្គនេះយើងនឹងនិយាយអំពីគំនិតសំខាន់ៗចំនួន3ដែលនឹងជួយអ្នកដោះសោកខ្លួនអ្នកពីបន្ទុកជាមួយនឹងឧទាហរណ៍ក្នុងជីវិតពិតដើម្បីធ្វើឲ្យវាច្បាស់ហើយជាការពិតណាស់មានវិធីងាយៗសម្រាប់អ្នកដើម្បីសាកល្បងគំនិតទាំងនេះដើម្បីបង្កើតការផ្លាស់ប្ដូរដើម្បីធ្វើជីវិតរបស់អ្នកកាន់តែស្រាលជាងមុនភ្លាមៗមិនអីទេដើម្បីកុំឲ្យខាតពេលយូរតោះចាប់ផ្ដើមជាមួយគំនិតដំបូងដែលយើងនឹងនិយាយអំពីថ្ងៃនេះដែលជាគំនិតដែលថាមិនមែនអ្វីៗទាំងអស់សុទ្ធតែជាទំនួលខុសត្រូវរបស់យើងនោះទេយើងត្រូវរៀនគូបន្ទាត់តើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលមានអារម្មណ៍ខុសឆ្គងឬព្រួយបារម្ភពីបញ្ហារបស់អ្នកដទៃយើងគិតថាវាជាអាជីវកម្មផ្ទាល់ខ្លួនរបស់យើងឬព្យាយាមដោះស្រាយគ្រប់ស្ថានភាពទោះបីជាពេលខ្លះវាហួសពីការគ្រប់គ្រងរបស់យើងជំនឿចាស់គឺចង់ក្លាយជាមនុស្សល្អនិងជួយមនុស្សគ្រប់គ្នាប៉ុន្តែទស្សនៈថ្មីគឺថាជំនួយល្អត្រូវចាប់ផ្ដើមពីការថែរក្សាខ្លួនយើងឲ្យបានល្អជាមុនសិននិងដឹងពីព្រំដែនកំណត់របស់វាពិតជាទំនួលខុសត្រូវរបស់យើងក្នុងការយកអារម្មណ៍ឬបញ្ហារបស់អ្នកដទៃមកធ្វើជារបស់យើងផ្ទាល់វាមិនយុត្តិធម៌សម្រាប់យើងទេខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់ដែលបារម្ភខ្លាំងពីប្អូនស្រីរបស់គាត់ដែលកំពុងមានបញ្ហាជាមួយមិត្តប្រុសនាងមានអារម្មណ៍ដានតឹងញ៉ាំមិនបានបាយមិននឹកទឹកមិនស្រេកគេងមិនលក់គាត់បានព្យាយាមដោះស្រាយគ្រប់យ៉ាងដើម្បីនាងរហូតដល់នាងវិបត្តិតែសុខភាពផ្លូវចិត្តនៅទីបញ្ចប់ប្អូនស្រីរបស់គាត់ត្រូវសម្រេចចិត្តនិងដោះស្រាយបញ្ហាដោយខ្លួនឯងមិត្តរបស់ខ្ញុំបានរៀនថាការស្ដាប់និងការលើកទឹកចិត្តគឺជាអ្វីដែលគាត់អាចធ្វើបានប៉ុន្តែគាត់មិនអាចរស់នៅដើម្បីប្អូនស្រីរបស់គាត់ឬដោះស្រាយបញ្ហាទាំងអស់ឲ្យនាងបានរហូតនោះទេពេលមិត្តខ្ញុំយល់ពីរឿងនេះគាត់ក៏ចាប់ផ្ដើមលែងចង់បានអ្វីៗគ្រប់យ៉ាងដូចចិត្តរបស់គាត់ទៀតគាត់នៅតែយកចិត្តទុកដាក់ចំពោះប្អូនស្រីរបស់គាត់ប៉ុន្តែមិនទុកឲ្យវាក្លាយជាទុកទាំងអស់របស់គាត់ឡើយគាត់ត្រូវការមានថាមពលដើម្បីផ្ដោតលើជីវិតរបស់គាត់ផងដែរហើយនៅពេលដែលគាត់កាន់តែរឹងមាំគាត់អាចក្លាយជាជំនួយផ្លូវចិត្តដ៏ល្អសម្រាប់ប្អូនស្រីរបស់គាត់ជាងពីមុនដូច្នេះតើយើងអាចព្យាយាមប្រើគំនិតនេះដោយរបៀបណាជំហានទី1គឺព្យាយាមចាប់ផ្ដើមដោយការសង្កេតខ្លួនឯងពេលយើងជាប់ពាក់ព័ន្ធនឹងបញ្ហារបស់អ្នកដទៃសូមសួរខ្លួនឯងថាតើនេះជាការទទួលខុសត្រូវរបស់ខ្ញុំពិតឬក៏ខ្ញុំគ្រាន់តែបណ្ដោយឲ្យវាកើតឡើងជំហានទី2បន្ទាប់មកព្យាយាមអនុវត្តការគូបន្ទាត់អនុញ្ញាតឲ្យអ្នកដទៃរៀននិងរីកចម្រើនពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេយើងអាចគាំទ្រពួកគេប៉ុន្តែមិនអាចគ្រប់គ្រងឬជួសជុលពួកវាបានទេជំហានទី3ជាចុងក្រោយការប្រាស្រ័យទាក់ទងយ៉ាងច្បាស់ប៉ុន្តែគួរសំតាមព្រំដែនរបស់យើងដូចជាខ្ញុំស្ដាប់និងលើកទឹកចិត្តអ្នកប៉ុន្តែអ្នកប្រហែលជាត្រូវសម្រេចចិត្តដោយខ្លួនឯងត្រូវចាំថាការថែរក្សាខ្លួនឯងមិនមែនជារឿងអាត្មានិយមនោះទេនៅពេលដែលយើងយល់ថាមិនមែនអ្វីទាំងអស់ដែលយើងត្រូវអនុវត្តនោះទេសូមក្រឡេកមើលគំនិតសំខាន់មួយទៀតដែលនឹងជួយយើងដាក់បន្ទុកម្ដងទៀតដែលជាគំនិតនៃការលះបង់ភាពល្អឥតខ្ចោះនិងការរំពឹងទុកព្រោះជីវិតមិនចាំបាច់ល្អឥតខ្ចោះនោះទេតើអ្នកធ្លាប់កំណត់គោលដៅខ្ពស់ណាស់ឬទេ
នៅពេលអ្នកមិនបានសម្រេចដូចបំណងអ្នកមានការខកចិត្តបន្ទោសខ្លួនឯងឬរំពឹងថាអ្នកដទៃឬស្ថានភាពនឹងដូចអ្វីដែលអ្នកបានគិតនៅពេលដែលវាមិនដូចការគិតរົບស្នាក់អ្នកចាប់ផ្ដើមខឹងភ្លាមយើងតែងតែត្រូវបានបង្រៀនឲ្យធ្វើអ្វីគ្រប់បែបយ៉ាងឲ្យអស់ពីសមត្ថភាពដែលជារឿងល្អប៉ុន្តែពេលខ្លះវាคล้ายជាអន្ទាក់នៃភាពល្អឥតខ្ចោះដែលធ្វើឲ្យយើងមិនហ៊ានចាប់ផ្ដើមមិនហ៊ានធ្វើខុសនិងធុញទ្រាន់ទស្សនវិស័យថ្មីគឺការធ្វើឲ្យអស់ពីសមត្ថភាពរបស់យើងនៅកន្លែងដែលយើងមានហើយទទួលយកថាកំហុសគឺជាផ្នែកមួយនៃការរៀនសូត្ររួមទាំងកាត់បន្ថយការរំពឹងទុកពីវីដែលយើងមិនអាចគ្រប់គ្រងបានស្រមៃថានរណាម្នាក់ចង់ចាប់ផ្ដើមធ្វើ Channel YouTube ចែករំលែកចំណេះដឹងតែគាត់បារម្ភថាគ្រឿងបរិក្ខារមិនទាន់គ្រប់គ្រាន់ល្អឥតខ្ចោះឬមិនទាន់ professional camera មិនល្អកែសម្រួលមិនសូវល្អនិយាយមិនទាន់ស្ទាត់រងចាំអ្វីរួចរាល់រហូតចុងក្រោយមិនចាប់ផ្ដើមធ្វើវាតតែសោះបើប្រៀបធៀបនឹងមនុស្សម្នាក់ទៀតដែលប្រហែលជាចាប់ផ្ដើមជាមួយទូរស័ព្ទធម្មតាអ្នកខ្លះនិយាយរលាក់ប៉ុន្តែគាត់បានចាប់ផ្ដើមរៀននិងអភិវឌ្ឍវាបន្តិចម្ដងតើមួយណានឹងបង្កើតលទ្ធផលពិតប្រាកដកាត់បន្ថយការរំពឹងទុកសម្រាប់ភាពល្អឥតខ្ចោះជួយឲ្យយើងហ៊ានធ្វើកាន់តែច្រើនមិនខ្លាចនឹងព្យាយាមធ្វើខុសហើយនៅពេលដែលយើងមិនភ្ជាប់ទៅនឹងលទ្ធផលដែលត្រូវតែល្អឥតខ្ចោះនោះយើងនឹងកាន់តែរីករាយជាមួយនឹងដំណើរការនេះដូច្នេះតើយើងអាចព្យាយាមលះបង់ភាពល្អឥតខ្ចោះដោយរបៀបណាជំហានទី1ព្យាយាមកំណត់គោលដៅដែលល្អគ្រប់គ្រាន់ជាងការល្អបំផុតនៅក្នុងអ្វីគ្រប់យ៉ាងជាពិសេសអ្វីដែលទើបតែចាប់ផ្ដើមជំហានទី2អនុវត្តការឲ្យតម្លៃលើការរីកចម្រើនតូចរបស់អ្នកជាងការស្វែងរកតែចំណុចដែលមិនល្អឥតខ្ចោះជំហានទី3ពិនិត្យមើលការរំពឹងទុកដែលយើងមានសម្រាប់ខ្លួនយើងនិងអ្នកដទៃតើពួកគេខ្ពស់មិនប្រាកដនិយមព្យាយាមកាត់បន្ថយពួកគេឲ្យពឹងផ្អែកលើការពិតការប្រាប់ខ្លួនឯងថាវាមិនអីទេពេលអ្នកធ្វើខុសគឺសំខាន់ណាស់នៅពេលដែលយើងអាចកាត់បន្ថយការរំពឹងទុករបស់យើងចំពោះភាពល្អឥតខ្ចោះគំនិតចុងក្រោយដែលនឹងបំភ្លឺជីវិតរបស់យើងយ៉ាងពិតប្រាកដគឺជាគំនិតដែលថាពេលបច្ចុប្បន្នគឺជាអំណោយការនៅទីនេះធ្វើឲ្យបេះដូងរបស់យើងស្រាលជាងមុនតែយើងបណ្ដោយឲ្យចិត្តយើងវង្វេងនឹងរឿងដែលកន្លងផុតទៅហើយមិនអាចកែប្រែបានឬខ្វល់ខ្វាយនឹងរឿងដែលមិនទាន់មកដល់រហូតដល់ថ្ងៃនេះមិនសប្បាយចិត្តជំនឿចាស់គឺយើងត្រូវរៀនពីអតីតកាលហើយរៀបចំផែនការសម្រាប់អនាគតដែលជាការពិតប៉ុន្តែទស្សនៈដែលធ្វើឲ្យចិត្តយើងស្រាលជាងមុនគឺការនាំការយល់ដឹងរបស់យើងត្រឡប់ទៅបច្ចុប្បន្នវិញតាមដែលអាចធ្វើទៅបានព្រោះអតីតកាលជាមេរៀនដែលយើងមិនអាចកែប្រែវាបានហើយអនាគតក៏មិនប្រាកដប្រជាដែររឿងតែមួយគត់ដែលយើងពិតជាមានគឺវិនាទីនេះខ្ញុំបានជួបចាស់ទុំម្នាក់ដែលបានចូលនិវត្តន៍ហើយប៉ុន្តែនៅតែសោកស្ដាយចំពោះឱកាសកន្លងមកហើយព្រួយបារម្ភអំពីអ្វីដែលកូននិងចៅរបស់គាត់នឹងទៅជាយ៉ាងណានៅថ្ងៃអនាគតរហូតដល់មិនសប្បាយចិត្តតតែសោះថ្ងៃមួយគាត់បានចូលរៀនពីការគ្រប់គ្រងចិត្តខ្លីមួយហើយរៀនហាត់នៅជាមួយនឹងខ្យល់ដង្ហើមគាត់បាននិយាយថាគ្រាន់តែអាចមានអារម្មណ៍ដកដង្ហើមចូលចេញម្ដងទៀតគឺប្រៀបដូចជាការដាក់បន្ទុកដ៏ធ្ងន់មួយក្នុងចិត្តរបស់គាត់ចាប់ផ្ដើមមើលឃើញសុភមង្គលតូចនៅជុំវិញខ្លួនដូចជារសជាតិកាហ្វេពេលព្រឹកឬស្នាមញញឹមរបស់ចៅការហាត់ចិត្តឲ្យនៅក្នុងបច្ចុប្បន្នភាពនេះបានធ្វើឲ្យគាត់ស្ងប់ចិត្តច្រើនការរងទុក្ខពីអតីតកាលនិងការថប់បារម្ភអំពីអនាគតត្រូវបានកាត់បន្ថយគាត់ពិតជាអាចរីករាយជាមួយនឹងជីវិតរបស់គាត់ជារៀងរាល់ថ្ងៃតើយើងអាចព្យាយាមរស់នៅក្នុងពេលបច្ចុប្បន្នដោយរបៀបណាជំហានទី1គឺព្យាយាមចាប់ផ្ដើមដោយការអនុវត្តការគ្រប់គ្រងចិត្តក្នុងរយៈពេលខ្លីៗជារៀងរាល់ថ្ងៃដូចជាពេលដុសធ្មេញត្រូវដឹងពីការប៉ះរបស់ច្រាសនិងថ្នាំដុសធ្មេញពេលផឹកទឹកត្រូវដឹងពីទឹកកំពុងហូរតាមបំពង់ជំហានទី2នៅពេលអ្នកដឹងថាគំនិតរបស់អ្នកកំពុងរសាត់ទៅអតីតកាលឬអនាគតសូមបង្វែរការយកចិត្តទុកដាក់របស់អ្នកត្រឡប់ទៅដង្ហើមរបស់អ្នកវិញឬសកម្មភាពដែលអ្នកកំពុងធ្វើនៅពេលនេះជំហានទី3ព្យាយាមរកពេល5ទៅ10នាទីក្នុងមួយថ្ងៃដើម្បីអង្គុយស្ងៀមហើយសង្កេតមើលគំនិតអារម្មណ៍និងអ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នកដោយមិនវិនិច្ឆ័យឬព្យាយាមផ្លាស់ប្ដូរវាសកម្មភាពដែលអ្នកចូលចិត្តដូចជាស្ដាប់តន្ត្រីគូររូបធ្វើសួនច្បារឬការថែសួនអាចជួយឲ្យអ្នករស់នៅបានប្រសើរជាងមុននាពេលបច្ចុប្បន្នហើយនេះគឺជាគំនិតចុងក្រោយដែលយើងត្រូវចែករំលែកជាមួយអ្នក
ការអនុវត្តដើម្បីរស់នៅក្នុងបច្ចុប្បន្ននឹងធ្វើឲ្យយើងរកឃើញពន្លឺដ៏អស្ចារ្យនៅក្នុងចិត្តរបស់យើងហើយនោះគឺជាគំនិតសំខាន់ៗចំនួន3ដែលយើងចែករំលែកនៅថ្ងៃនេះសង្ឃឹមថាពួកវានឹងមានប្រយោជន៍និងជួយបើកទស្សនៈថ្មីសម្រាប់អ្នកទាំងអស់គ្នាដែលមានអារម្មណ៍ថាដូចជាអ្នកកំពុងកាន់របស់ធ្ងន់សូមព្យាយាមដាក់វាចុះដើម្បីសង្ខេបម្ដងទៀតគំនិតដំបូងគឺថាមិនមែនអ្វីៗទាំងអស់ដែលយើងត្រូវទទួលខុសត្រូវនោះទេតោះចាប់ផ្ដើមរៀនគូបន្ទាត់គំនិតទី2គឺត្រូវបោះបង់ចោលនៅភាពល្អឥតខ្ចោះនិងការរំពឹងទុកព្រោះជីវិតមិនចាំបាច់ល្អឥតខ្ចោះនោះទេហើយការគិតចុងក្រោយនេះពេលបច្ចុប្បន្នជាអំណោយសម្រាប់យើងនៅទីនេះហើយមានអារម្មណ៍ស្រាលប្រសិនបើមានរឿងតែមួយគត់ដែលខ្ញុំចង់ឲ្យអ្នកយកមកវិញហើយព្យាយាមធ្វើដើម្បីធ្វើឲ្យជីវិតរបស់អ្នកស្រាលជាងមុនចាប់ពីពេលនេះទៅខ្ញុំគិតថាវាជាការអនុញ្ញាតឲ្យខ្លួនអ្នកលះបង់អ្វីមួយមិនថាជាការរំពឹងទុកការបារម្ភឬការទទួលខុសត្រូវដែលមិនមែនជារបស់យើងពិតប្រាកដសូមចងចាំថាបន្ទុកធ្ងន់បំផុតដែលយើងផ្ទុកគឺការគិតរបស់យើងផ្ទាល់ព្យាយាមបោះបង់ចោលគំនិតធ្ងន់នោះអ្នកនឹងឃើញថាជីវិតគឺស្រាលជាងការគិតទៅទៀតជាចុងក្រោយតើអ្នកប្រើវិធីណាខ្លះដើម្បីរំសាយកង្វល់របស់ខ្លួនឬមានបន្ទុកអ្វីដែលអ្នកចង់ព្យាយាមធ្វើប៉ុន្តែនៅតែត្រូវការលើកទឹកចិត្តComment ដើម្បីចែករំលែកបទពិសោធន៍របស់អ្នកខ្ញុំរីករាយក្នុងការអាន Comment របស់អ្នកសូមចាំថាថាមពលដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកចាប់ផ្ដើមពីការព្យាយាមធ្វើវាផ្លាស់ប្ដូរគំនិតរបស់អ្នកបន្តិចម្ដងជារៀងរាល់ថ្ងៃជីវិតដ៏ស្រាលជាងនេះកំពុងរង់ចាំអ្នកដើម្បីទទួលបទពិសោធន៍ហើយប្រសិនបើអ្នកចូលចិត្តខ្លឹមសារបែបនេះកុំភ្លេចចុច Like តាមដានចែករំលែកបើអ្នកមិនទាន់បានចុច Subscribe សូមចុចឥឡូវនេះដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ